បាទសួស្តីនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានបាទនេះគឺជាសកម្មភាពសម្អាតស្មៅតាមគល់បឺបាទហើយនេះស្មៅខាងនេះគឺច្រើនបាទតាមគល់បឺបាទនេះតាមបឺជាជួរតែម្ដងហើយនិយាយពីថាសម្រស់ធម្មជាតិគឺខៀវស្ងាត់តែម្ដងពុកម៉ែបងប្អូនហើយមានផ្លែបឺផ្លែអីបាទគឺអាដើមនោះគឺតន់ចាស់ទេបាទហើយយើងកំពុងតែសម្អាតបាទតាមគល់ហើយនឹងតាមទ្រូងបាទតាមទ្រូងបឺបាទហើយចឹងទៅបាទគឺកវិសយកតែម្ដងបាទគឺស្មៅគឺខៀវស្ងាត់តែម្ដងពុកម៉ែបងប្អូននិយាយពីថាសម្អាតបដាហើយបដាសោបក្លិនទេសភាពបាទឡើងក្រអូបភាយតែម្ដងពុកម៉ែបងប្អូនហើយព្រលឹមឡើងគឺអារម្មណ៍ស្រស់ស្រាយបាទហើយមានអារម្មណ៍ធ្វើការអញ្ចឹងទៅបាទមានអីទេបងប្អូនអ្នកចការអ្នកអីយើងហ្នឹងទេបាទមានតែប៉ុណ្្នឹងហើយថែទាំតំណាំប្រមូលផលតំណាំអញ្ចឹងទៅបាទផ្សេងបាទមានផ្លែអីគឺប្រមូលផលផ្លែហ្នឹងបាទមានផ្លែបឺដល់រដូវផ្លែបឺគឺប្រមូលផលផ្លែបឺអញ្ចឹងទៅបាទហើយស្រួលយើងសម្អាតចឹងទៅយើងស្រួលដើរប្រមូលផលផ្លែបឺផ្លែអីផងដែរបាទហើយចឹងទៅបាទនេះបាទគឺតាមគោលដែលយើងស្មាតហើយហ្នឹងបាទគឺស្អាតបែបហ្នឹងឯងបាទហើយនិយាយខាងនោះបាទញុកតែម្ដងបាទមួយមេភ្លៀងរហូតបាទគឺដាក់មួយមេពីរមេឬក៏ច្រើនមេដឹងប្រហែលទេបងប្អូនភ្លេចបាត់ហើយច្រើនមេដែរហើយក៏ស្មៅលូតលាស់លឿនដែរបាទសម្អាតមុខលាស់ក្រោយសម្អាតក្រោយលាស់មុខចឹងទៅបាទហើយទៅងំសម្អាតរួចមកប្លុកច្រើនប្លុកបាទតាមបឺបាទហើយនេះបាទវាយកពុកម៉ែបងប្អូនបាទហើយយើងប្រើប្រាស់ម៉ាស៊ីនបាទសម្អាតតាមគល់បឺចឹងណាបាទអ្នកចំការអ្នកអីយើងហ្នឹងបាទអីស្រឡាញ់រាប់អានបាទបានហើយនេះបងគឺគាត់ឡើងដើមបឺបាទហើយដើម្បីប្រមូលផលផ្លែបឺនោះបាទហើយមានកត្រង់ប៉ុន្តែកត្រង់បេះផ្លែបឺដោយសារកត្រង់យើងអត់ដល់ដើមបឺយើងខ្ពស់គួរសមដែរបាទអញ្ចឹងទៅគាត់គឺសម្រាប់ចិត្តថាឡើងដើមបឺដើម្បីប្រមូលផលផ្លែបឺហើយប្រមូលផលហ្នឹងមិនចេះតែប្រមូលទេបាទគឺមើលផ្លែបឺណារៀងចាស់ឬក៏ទុំចាស់ទេបាទប្រមូលផលផ្លែបឺចាស់បាទឥឡូវមកដល់ជិញបងបាទគឺជួយលើកបងបាទខ្ញុំលារួចទេធ្ងន់គួរសមបាទគឺចេកមិនស្រាលទេបាទមើលស្ទងហ្នឹងគឺគួរសមបើទាំងថ្លឹងឬក៏អីចឹងទៅបាទច្រើនគីឡូបាទហើយនេះបាទមួយវគ្គទៀតបាទមិញគឺយើងប្រមូលផលហើយយើងលីហើយអានេះគឺយើងទើបតែនឹងចាប់ផ្ដើមប្រមូលផលបាទហើយមានពី3វគ្គបាទហើយវគ្គនេះប្រមូលផលផ្លែចេកបាទហើយវគ្គមិញគឺប្រមូលផលផ្លែបឺបាទហើយតិចទៀតដល់អង្គុយក្រោមដើមបឺពីអ្នកបងដែរបាទគឺដើរមើលផ្លែបឺទៀតបាទដើម្បីប្រមូលផលអញ្ចឹងណាបាទដើម្បីយើងរមើលដើមបឺណាចាស់ឬក៏នៅស្ទើផ្លែអញ្ចឹងណាបាទហើយធម្មជាតិបាទអ្នកចការអ្នកអីយើងនេះបាទនេះបាទអង្គុយក្រោមដើមបឺមើលទេសភាពឬក៏ហត់អញ្ចឹងទៅសម្រាប់ក្រោមដើមបឺម្លប់ទៅឆៃទៅជាហើយនៅខាងនេះគឺអត់ដែរតន់ថាគឺលហើយបាទធម្មជាតិបាទខ្យល់ធម៌បែបធម្មជាតិបាទបកវិចគឺជាបាទហើយមេឃក៏យ៉ាងបើកថ្ងៃគួរសមបាទគឺអញ្ចឹងយើងទៅតែសម្រាប់ខ្លះបាទហើយតុងដូចជាថ្ងៃរៀងឆែបន្តិចហើយបាទអញ្ចឹងយើងសម្រាប់បាទហើយ
ចិត្តដល់ម៉ោងដាំបាយញ៉ាំទឹកញ៉ាំអញ្ចឹងណាបាទហើយបងគេកុំបែតន់ចាស់ទេបងបាទអរគុណចាំជួបគ្នានៅវីដេអូក្រោយៗ